សូមសេចក្ដីខកំពីកូឡូសចំពុក2ខ15សូមឲ្យយើងចំណាយពេលនៅយប់នេះដើម្បីសេចក្ដីលើខកំពីដ៏មានតម្លៃនេះព្រះអង្គបានដកគ្រឿងសត្រាវុធពីពួកគ្រប់គ្រងនិងពួកមានអំណាចចេញហើយបំបាក់មុខពួកវាជាសាធារណៈដោយមានជ័យជំនះលើពួកវាដោយឈើឆ្កាកូឡូសចំពុក2ខ15សូមពិនិត្យមើលផ្នែកដំបូងនៃខនេះទ្រង់បានដកគ្រឿងសត្រាវុធពីពួកគ្រប់គ្រងនិងពួកមានអំណាចតើអ្នកដឹងទេថាតើអ្វីជាអាវុធចម្បងរបស់សត្រូវដែលប្រើប្រឆាំងទាស់នឹងអ្នកអតិថិប្រកបវាមិនមែនជាជំងឺដំកាត់នោះទេវាក៏មិនមែនជាការភ័យខ្លាចដែរព្រះគម្ពីរប្រាប់យើងថាវាគឺជាបញ្ជីនៃបទបញ្ញត្តិដែលប្រឆាំងនឹងយើងកូឡូសចំពុក2ខ14វាគឺជាវិធីដែលមារសាតាំងចោទប្រកាន់និងកាត់ទោសយើងដោយនិយាយថាអ្នកបានបរាជ័យហើយអ្នកធ្វើមិនបានល្អគ្រប់គ្រាន់ទេអ្នកមិនស័ក្តិសមនឹងទទួលបានព្រះពរពីព្រះហើយតើអ្នកធ្លាប់ជួបប្រទះរឿងបែបនេះដែរឬទេប្រហែលជាយុគនេះអ្នកកំពុងរំលឹកឡើងវិញនៅកំហុសដែលអ្នកបានសាងពាក្យសម្ដីដែលអ្នកប្រាថ្នាចង់ដកយកមកវិញការបរាជ័យដែលនៅតែធ្វើឲ្យអ្នកឈឺចាប់សត្រូវចូលចិត្តយកចំណុចទាំងនោះមកសង្កត់សង្កិនលើអ្នកប៉ុន្តែនេះគឺជាដំណឹងល្អនៅឯឈើឆ្កាងព្រះយេស៊ូវគ្រីស្ទជាម្ចាស់របស់យើងបានដកអាវុធទាំងនោះចេញពីមារសាតាំងហើយព្រះជាម្ចាស់បានយកបញ្ជីនៃអំពើបាបទាំងអស់របស់យើងរាល់ការចោទប្រកាន់ទាំងអស់ដែលចោទទាស់នឹងយើងហើយបានបោះវាទាំងអស់ភ្ជាប់ទៅនឹងឈើឆ្កាងគ្រប់ទាំងសេចក្តីតម្រូវនៃបទបញ្ញត្តិទាំងនោះត្រូវបានលាងជម្រះដោយព្រះលោហិតរបស់ព្រះយេស៊ូវដូច្នេះឥឡូវនេះនៅពេលដែលសត្រូវព្យាយាមកាត់ទោសអ្នកសូមចងចាំថាដៃរបស់វានៅទទេស្អាតអាវុធរបស់វាត្រូវបានបាត់បង់ហើយវាត្រូវបានដកហូតអំណាចអស់ហើយបន្ទាប់មកទ្រង់បានបំបាក់មុខវានៅមុខសាធារណជនសត្រូវចូលចិត្តសឹកប្រាប់ពីភាពអាម៉ាស់ដាក់ក្នុងចិត្តរបស់យើងវាចង់ឲ្យយើងមានអារម្មណ៍ថាខ្លួនឯងតូចទាបឯកោនិងបរាជ័យប៉ុន្តែនៅលើឈើឆ្កាងព្រះអម្ចាស់បានបង្វែរស្ថានភាពវិញមារសាតាំងខ្លួនឯងទៅវិញទេដែលត្រូវបាក់មុខត្រូវលាតត្រដាងនិងត្រូវដង្ហែបង្ហាញថាវាគ្មានអំណាចអ្វីទាំងអស់ចុះតើភាពអាម៉ាស់ដែលអ្នកកំពុងផ្ទុកនៅយុគនេះជាអ្វីវិញវាមិនមែនជាអ្វីដែលអ្នកត្រូវរែកពន្ធទៀតឡើយព្រះយេស៊ូវគ្រីស្ទជាម្ចាស់របស់យើងបានយកវាមកដាក់លើអង្គទ្រង់ហើយទ្រង់បានធ្វើឲ្យសត្រូវរងភាពអាម៉ាស់ជំនួសវិញចុងក្រោយដោយឈ្នះលើគេដោយឈើឆ្កាងនេះគឺជាបេះដូងនៃរឿងទាំងអស់នេះព្រះយេស៊ូវបានទទួលជ័យជំនះរបស់ទ្រង់គឺជាជ័យជំនះរបស់អ្នកជោគជ័យរបស់ទ្រង់គឺជាជោគជ័យរបស់អ្នករាល់ការតស៊ូរាល់ជំងឺដំកាត់រាល់រោគសញ្ញាភូតកុហកពួកវាទាំងអស់ត្រូវតែចុះចូលចំពោះកិច្ចការដ៏សម្រេចរបស់ព្រះយេស៊ូវហើយទោះបីជាអ្នកមិនទាន់បានឃើញវានៅឡើយក្តីក៏ជ័យជំនះរបស់ទ្រង់នៅតែជារបស់អ្នកដដែលចូលបន្តទទួលយកវាដោយជំនឿនៅឯឈើឆ្កាងទ្រង់បានរែកពន្ធអ្វីទាំងអស់ហើយនៅពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី3របស់ទាំងនោះត្រូវបានកម្ចាត់ចេញសូម្បីតែសេចក្តីស្លាប់ដូច្នេះនៅពេលអ្នកសម្លឹងមើលការតស៊ូដែលកំពុងជួបប្រទះសូមមើលពួកវាទាំងនោះតាមរយៈពន្លឺនៃជ័យជំនះរបស់ទ្រង់ជ័យជំនះជារបស់អ្នកនៅក្នុងព្រះគ្រីស្ទខ្ញុំប្រកាសថាជ័យជំនះរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺជាជ័យជំនះរបស់ខ្ញុំសត្រូវបានដកអាវុធអស់ហើយវាមិនអាចចោទប្រកាន់ឬកាត់ទោសខ្ញុំបានទៀតឡើយខ្ញុំមិនរស់នៅក្នុងភាពអាម៉ាស់ឬវិបដិសារីអំពីអតីតកាលឡើយព្រោះព្រះយេស៊ូវបានទទួលយកភាពអាម៉ាស់របស់ខ្ញុំទៅជាមួយទ្រង់ហើយខ្ញុំមានសេរីភាពក្នុងព្រះគ្រីស្ទរាល់បញ្ហារាល់ជំងឺនិងរាល់ការបាត់និងរាល់ការភ័យខ្លាចត្រូវតែចុះចូលចំពោះព្រះនាមព្រះយេស៊ូវខ្ញុំដើរក្នុងសិទ្ធិអំណាចដែលព្រះអង្គបានប្រទានមកឲ្យខ្ញុំថ្ងៃនេះខ្ញុំមានសេចក្តីសុខសាន្ត
ព្រោះបញ្ជីនៃអំពើបាបរបស់ខ្ញុំត្រូវបានបោះជាប់ទៅនឹងឈើឆ្កាងរួចរាល់ហើយព្រះជាម្ចាស់សពរតីនៃខ្ញុំបបិទ្ធព្រះម្ចាស់យេស៊ូវទូលបង្គំសម្អរព្រះគុណទ្រង់សម្រាប់កិច្ចការដ៏សម្រេចនៅលើឈើឆ្កាងអរព្រះគុណទ្រង់ដែលបានដកអាវុធពីសត្រូវនិងបានលុបលាងរាល់បញ្ជីនៃអំពើបាបរបស់ទូលបង្គំទាំងអស់នៅយុគនេះទូលបង្គំបដិសេធរាល់ការចោទប្រកាន់និងភាពអាម៉ាស់ដែលសត្រូវព្យាយាមដាក់មកលើទូលបង្គំសូមប្រកាសថាសត្រូវគ្មានអាវុធអ្វីមកធ្វើបាបទូលបង្គំបានទៀតទេព្រោះព្រះអង្គបានឈ្នះលើពួកវាហើយទូលបង្គំសូមទទួលយកជ័យជំនះរបស់ព្រះអង្គមកដាក់ក្នុងជីវិតក្នុងសុខភាពនិងក្នុងបញ្ហាប្រឈមទាំងឡាយដែលទូលបង្គំកំពុងជួបប្រទះសូមឲ្យសេចក្តីសុខសាន្តរបស់ទ្រង់គ្រប់លំដាប់លើចិត្តគំនិតទូលបង្គំបើទូលបង្គំដឹងថាជ័យជំនះជារបស់ទូលបង្គំនៅក្នុងព្រះគ្រីស្ទទូលបង្គំសូមអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមបងប្អូននៅតែបន្តនៅក្នុងប្រវត្តិមានព្រះទទួលពីព្រះអង្គដែលដឹងថាយើងរស់នៅក្នុងជ័យជំនះយើងឈ្នះលើខ្មាំងសត្រូវយើងឈ្នះលើការចោទប្រកាន់ពីព្រះគ្រីស្ទទ្រង់បានទទួលរាល់គ្រប់ទាំងទទួលគ្រប់ទាំងទរណកម្មទទួលគ្រប់ទាំងសេចក្តីតម្រូវដែលព្រះវិន័យបានតម្រូវបាត់ធ្លាក់លើជុំបានយកជ័យជំនះនោះមកឲ្យយើង